អ្នកខ្វល់សម្រាប់អាហារ3ពេលសំខាន់ណាសំខាន់ហើយយើងអត់ខ្លួនយើងអត់ស្រូវហើយកូនយើងអត់ទៀតអាណិតខ្លួនឯងអូខេបងអាចប្តឹងបានព្រោះគាត់ថតដោយមានការអនុញ្ញាតហើយយើងក៏មិនមែនជាកំហុសដែរព្រោះយើងបំពេញតួនាទីជាបុគ្គលិកបាទបងមានគិតថាចង់ប្តឹងអត់ចង់ឲ្យយើងអត់ហើយគេអ្នកមានហើយយើងដឹងមិនបងដឹងគេអ្នកមានគេបងជាសិតឡាណាអត់មានទៅមានបន្ទុកច្រើនជាស្ត្រីមេម៉ាយផងបងណាថ្ងៃហ្នឹងអ៊ំត្រីដាណាជូនម៉ាក់ហើយនឹងអូន$500ចឹងលុយនេះអូនយកទៅប្រើប្រាស់ហើយចាត់ទុកថាការឈឺចាប់នៅហ្នឹងជារឿងដែលត្រូវចងចាំក្នុងជីវិតរឹងមាំខំរៀនដើម្បីធ្វើជាមេគេបាទឃើញគំរូម៉ាក់ធ្វើកូនចៅគេពេលគេស្ដីឲ្យយើងអត់ហ៊ានទេព្រោះអីគ្រប់ទូនាទីខ្លួនឯងអញ្ចឹងអូនត្រូវខំរៀនធ្វើជាមេគេកុំឲ្យកំសត់ដោយម៉ាក់ឬអត់តែយើងក្រគេបាយតម្លៃគេមើលយាយខ្ញុំមិនអត់កូនជំរាបសួរបងបាទសុំស្គាល់ឈ្មោះបងខ្ញុំឈ្មោះហុយរំដួលបាទមានអារម្មណ៍ថាខ្សោយថ្ងៃហ្នឹងខ្ញុំអត់ស្គាល់ខ្លួនបាទមិនចឹងភ័យពេកឬក៏មិនពេលឃើញរូបរបស់ខ្លួនឯងដែលគ្រាន់តែបំពេញតួនាទីជាបុគ្គលិកដែលហើយស្រាប់តែត្រូវគេបានថតបង្ហោះពេញ Facebook ពេញ TikTok អញ្ចឹងអារម្មណ៍របស់បងពេលឃើញដំបូងមិនទេនឹកឃើញអត់ចិត្តព្រោះយើងអ្នកគ្រាហើយគេនិយាយអីក៏ត្រូវដែរគាត់ខ្លាចបងប្អូនបើគាត់អត់ហ៊ាននិយាយអីលើហ្នឹងឯងឃើញមតិមហាជនគាត់លើកឡើងថាបងអាចប្តឹងបានព្រោះគាត់ថតដោយមានការអនុញ្ញាតហើយយើងក៏មិនមែនជាកំហុសដែរព្រោះយើងបំពេញតួនាទីជាបុគ្គលិកបាទបងមានគិតថាចង់ប្តឹងអត់ចង់ឲ្យយើងអត់ហើយគេអ្នកមានហើយយើងដឹងគេអ្នកមានគេបងជាសិតឡាណាអត់មានមកទៅយើងអ្នកចាក់សាំងរកពាក់ខែហូបមួយគ្រាន់ហ្នឹងថ្ងៃបន្ទាប់ពីឃើញបងប្អូនគាត់ខមមិនអាណិតបងច្រើនបងអាណិតខ្លួនឯងអត់អាណិតខ្លួនឯងលើថាបងមានបន្ទុកច្រើនជាស្ត្រីមេម៉ាយផងបងណាសំបីតែឥឡូវនេះបងប្អូនថាអាចប្តឹងបានព្រោះគាត់បំពេញលើបងប៉ុន្តែបងអត់ហ៊ានទេយើងក្រយើងក៏អត់ហ៊ាននិយាយអីច្រើនពេលហ្នឹងដោយសារអីយើងមានបន្ទុកច្រើនយើងអាចធ្វើឲ្យប៉ះពាល់អារម្មណ៍ភ្ញៀវគាត់ស្ដីឲ្យគាត់ថាឲ្យគាត់ថតវីដេអូផុសគាត់អត់ចាក់ទៀតពេលហ្នឹងអារម្មណ៍បងពេលគាត់ជិះចេញទៅខ្ញុំនិយាយថាខ្ញុំក្នុងហ្នឹងខ្ញុំអត់មាននិយាយពីថាអត់ចាក់សាំងឲ្យគាត់ទេខ្ញុំអត់និយាយពីថាខ្ញុំអត់ទទួលលុយខ្មែរទេខ្ញុំថាខ្ញុំចូលតាបងខ្ញុំយកតាយកនិយាយពីថាអត់ចូលលុយខ្មែរតើអ្នកណាថាមកចាក់សាំងអត់ឲ្យលុយខ្មែរទៅបងឯងគឺមើលអារម្មណ៍បងភ័យខ្លាចបាត់បង់ការងារមានកើតឡើងចាពេលខ្លះគិតដែរថាមេអញតាជាប្រជុំហើយព្រោះយើងមានបញ្ហាមួយភ្ញៀវអញ្ចឹងណាខ្ញុំគិតចឹងខ្ញុំគិតថាហើយមេក៏គាត់ប្រាប់ថាគាត់អត់ប្រជុំទេគាត់ប្រាប់ខ្ញុំថាអត់ប្រជុំទេព្រោះគាត់ដោះស្រាយបានអត់អីទេគាត់កំហុសតិចតួចហើយយើងក៏មិនអ្នកខុសដែរអាណិតខ្លួនឯងអូខេចាមានកូនទេបងនៅទេខ្ញុំមានកូនពីរបាទឥឡូវបងប្អូនទៅជួបគាត់នៅផ្ទះរបស់គាត់ផ្ទាល់ទៅមើលស្ថានភាពគ្រួសាររបស់គាត់បែបណាទៅគាត់តស៊ូគាត់ខំមាត់បាទអត់តទៅបីជាគេបំពេញគាត់យ៉ាងណាព្រោះគាត់ខ្លាចបាត់បង់ការងារផ្ទះនេះមិនមែនផ្ទះរបស់គាត់ទេផ្ទះរបស់ម្ដាយបាទម្ដាយពុកបាទខ្ញុំរបស់ប្តីខ្ញុំបាទតែយើងក្រគេបាយតម្លៃគេមើលយាយខ្ញុំមិនអត់កូននៅផ្ទះរត់ថ្ងៃខ្ញុំមើលចៅទៅរៀនតែខ្ញុំក៏មិនមានប្តីដែរខ្ញុំមិនម៉ាយដែរ
គាត់ទៅយើងអ្នកក្រយើងមិនវិញទេ យំទៅយំ កូនខ្ញុំឈឺក៏កូនខ្ញុំខំទៅដែរអត់ឈប់ទេអត់ទៅកូនយកមិញមកតែម៉ែក៏អត់ជ្រុះខ្លួនអាណិតកូនហើយដល់ពេលខ្ញុំថាជ្រុះខ្លួនទាំងសុំគេកោចោលកូនទាំងកូនជិះរៀបចំកោហើយតែអញ្ចឹងខ្ញុំមិនមកអាយទេខ្ញុំមានប្តីទេ អ៊ំក៏មិនម៉ាយ ចា បងស្រីក៏មិនម៉ាយ ចា ថ្ងៃហ្នឹងអ៊ំត្រីដាណាជូនម៉ាក់ហើយនឹងអូន$500អញ្ចឹងលុយនេះអូនយកទៅប្រើប្រាស់ហើយចាត់ទុកថាការឈឺចាប់នៅហ្នឹងជារឿងដែលត្រូវចងចាំក្នុងជីវិតរឹងមាំខំរៀនដើម្បីធ្វើជាមេគេបាទឃើញគំរូម៉ាក់ធ្វើកូនចៅគេ ចា ពេលគេស្ដីឲ្យយើងអត់ហ៊ានទេព្រោះអីគ្រប់ទូនាទីខ្លួនឯងអញ្ចឹងអូនត្រូវខំរៀនធ្វើជាមេគេកុំឲ្យកំសត់ដូចម៉ាក់ឬអត់ អត់ មិនបានបងសម្រាប់ចិត្តទៅធ្វើការនៅឡើយ ខ្ញុំអត់មានការងារធ្វើអត់មានការងារធ្វើ តាំងពីកូវីដ អត់មានការងារធ្វើខ្ញុំចេះធ្វើនេះធ្វើនោះរោងចក្រខ្លះទាំងទៅពេលរោងចក្រពេលកូវីដហ្នឹងគេជំរុញអញ្ចឹងទៅខ្ញុំក៏ឈប់គេជំរុញកម្មករហើយខ្ញុំឈប់ហើយតែពេលខ្ញុំចេះរកនៅនេះធ្វើនោះចឹងចាំខ្លួនឯងហ្នឹងបើអត់មានអ្នកគេចាំយើងមកយើងចាំខ្លួនឯងហើយយើងត្រូវចាំកូននេះទៅបងសាលា យើងម្នាក់20 40 យើងជាម៉ែជាឪគេណាជួយយើងមិនណាជួយយើងចាំយើងបើយើងអត់ខំអ្នកខ្វល់សម្រាប់អាហារ3ពេលសំខាន់ណាស់សំខាន់ហើយយើងអត់ខ្លួនយើងអត់ស្រូវហើយកូនយើងអត់ទៀតខ្ញុំខំធ្វើចូលឆ្នាំទៀតអស់ចូលឆ្នាំមេគាត់គិតអស់មួយថ្ងៃ20រៀលដែរហើយអាហ្នឹងគាត់អូធីមួយយើងគាត់ឲ្យយើងឲ្យបុគ្គលិកហើយពីថ្ងៃមិញគាត់ឲ្យបុគ្គលិកអ្នក100000ដែរតើការខ្ញុំគាត់ស្រួលគាត់ឃើញចូលឆ្នាំអញ្ចឹងគាត់ចែកបុគ្គលិកឲ្យអ្នក100000 បងហត់នឿយពីមួយថ្ងៃទៅមួយថ្ងៃពេលដែលបងអស់កម្លាំងចិត្តម្ដងបងនិយាយជាមួយខ្លួនឯងថាម៉េច ដូចតែពាក្យថាដោះស៊ូប្រាប់ខ្លួនឯងថាដោះស៊ូមិនបាក់អីតែយើងគឺក៏បាក់ដែរប្រាប់ខ្លួនឯងថាអញ្ចឹងថាបើយើងមិនខំណាខំអត់មានណាគេខំទេគេពីខ្លួនយើងប្រាប់ខ្លួនឯងរាល់ថ្ងៃថាខំដោះស៊ូខ្ញុំត្រូវដាក់មកដងពេលព្រឹកអីមួយទឹកធ្វើការថ្ងៃវល់ល្ងាចបីចុកបានខ្ញុំមកវិញយើងគិតច្រើនពេលខ្លះខ្ញុំថាបើអត់ការងារទៅខ្ញុំធ្វើបានអីធ្វើអីរកអីបន្តទៀតកូនខ្ញុំធំហើយគាត់អាយុ12ឆ្នាំបៅអាយុ10ឆ្នាំហើយយើងកាន់តែចាស់ហើយយើងអត់មានអីថាលឹងថឹងការងារឲ្យនឹងថឹងការងារដាក់ធ្វើនេះបន្តិចនោះបន្តិចអញ្ចឹងអត់មានការងារច្បាស់លាស់ខ្ញុំគិតច្រើនណា 3នាក់ម្ដាយកូនរបស់គាត់នេះគាត់នៅជាមួយនឹងម្ដាយបង្កើតរបស់គាត់បាទហ្នឹងហើយតែម្ដាយបង្កើតរបស់គាត់ក៏ស្រឡាញ់គាត់មើលថែជួយមើលចៅមើលអីចឹងទៅបាទបាទឥឡូវនេះចង់ឲ្យបងចែករំលែកពីបទពិសោធន៍ជីវិតរបស់ខ្លួនឯងទៅកាន់បងប្អូនផ្សេងទៀតដែលធ្វើការងារអីគេធ្វើមិនបានបងអាចអត់ទ្រាំជាមួយនឹងពាក្យសម្ដីរបស់ភ្ញៀវប្រភេទដូចតែបងជួបនឹងបាន ប៉ាត់ខ្ញុំជួបច្រើនលើសហ្នឹងទៀតប៉ុន្តែយើងនឹងអ្នកតោះយើងអ្នកធ្វើការយើងប្រាប់ខ្លួនឯងថាទ្រាំយើងមិនអាចតវ៉ាមួយគេបានទេយើងអាចមានសិទ្ធិអីត្រូវនិយាយខ្លាំងទៅភ្ញៀវព្រោះយើងជាបុគ្គលិកមានតែពាក្យសូមអភ័យទោសមានតែពាក្យហ្នឹង ហ្នឹងហើយជាចុងក្រោយបងមានអីចង់និយាយដែរបាទ សូមអរគុណបងស្រីទីរណាសូមអរគុណបងប្អូនទាំងអស់គ្នាដែលណាត់ខ្ញុំកូនខ្ញុំម៉ាក់ខ្ញុំសន្យាខ្លួនឯងរឹងមាំរហូតត្រូវចិញ្ចឹមកូនខ្ញុំប្រាប់ខ្លួនឯងថាខ្ញុំត្រូវតែរឹងមាំប្រាប់ខ្លួនឯងរាល់ថ្ងៃហ្នឹងទៀតហ្នឹងប្រាប់រាល់ថ្ងៃខ្ញុំថាកុំឲ្យខ្លួនឯងបាក់ទឹកចិត្តពេលខ្ញុំពិបាកខ្លាំងខ្ញុំមកដល់ផ្ទះខ្ញុំថាតែចង់ឃើញកូនថាហូបបាយមួយទឹកហើយគឺសុបាយចិត្តទេខ្ញុំឲ្យតែវារៀនឲ្យតែវាបានរៀនព្រឹកឡើងឲ្យវាទៅរៀនប៉ុណ្ណឹងស្អីយើងថាមួយថ្ងៃទៅមួយថ្ងៃយើងឲ្យតែវាបានរៀនបានមួយថ្ងៃទៅមួយថ្ងៃគឺ ពេលខ្លះវាអត់លុយតាមបាយដាក់អប់ឲ្យកូនចឹងទៅ បាទ ថ្ងៃខ្លះមានលុយ ស្ដាប់ការរៀបរាប់របស់គាត់មកគាត់មិនមែនត្រឹមតែជាបុគ្គលិកដែលបងប្អូនត្រូវយកគំរូតាមចំពោះការអត់ធ្មត់ទេប៉ុន្តែគាត់ក៏ជាម្ដាយដែលល្អចេះរៀបចំគ្រួសាររបស់គាត់បាទទោះបីជាគាត់បច្ចុប្បន្ននេះនៅតែឯងបាទរ៉ាប់រងបាទមានកូនដល់ទៅ2នាក់ហើយគាត់ត្រូវគ្រប់គ្រងកូនរបស់គាត់ឲ្យបានរៀនសូត្រត្រឹមត្រូវដូចគេបាទតែជូនពរឲ្យគាត់ជោគជ័យនៅក្នុងជីវិតហើយសម្រាប់បងប្អូនដែល
ស្រឡាញ់ទឹកចិត្តនៃការតស៊ូបាទស្រឡាញ់ទឹកចិត្តជាម្ដាយបាទស្រឡាញ់ទំនួលខុសត្រូវរបស់គាត់បាទបងប្អូនអាចមកជួបគាត់បានដើម្បីផ្ដល់ជំនួយអីផ្សេងៗដែលបងប្អូនចង់ផ្ដល់ជូនគាត់បន្តទៀតបាទហើយបងទីតាំងនេះនៅភូមិអីគេដែរ នៅភូមិស្វាយធំភូមិតាពាំងធំស្រុកទឹកឈូខេត្តកំពត បាទចឹងអរគុណច្រើនបងណាជូនពរសំណាងល្អណាបាទ ចង់ បាទ ដៅខ្ញុំសូមអរគុណលោកជំទាវព្រីរណាដែលជួយកូនខ្ញុំសូមឲ្យគាត់រស់ស៊ីមានបានតិចតិជុំកាន់តែមានទៅហ្នឹងហើយឲ្យសុខភាពល្អអាយុវែង ធូបអ៊ំជូនពរសុខភាពល្អដូចគ្នាអ៊ំបាទអរគុណបាទ